Cambodia's journey from conflict to lasting peace. នៅក្នុងវេទិកាអង្គការសហប្រជាជាតិកម្ពុជាទាមទារឲ្យពិភពលោកគោរពច្បាប់អន្តរជាតិគណៈកុមារជាង 6,000 នាក់កំពុងបន្តភាសឹកវេទិកាការទូតនៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងជំវិញការឡើងថ្លែងយ៉ាងមុតស្រួចនឹងការបង្ហាញជំហរអន្តរជាតិយ៉ាងរឹងមាំរបស់កម្ពុជាទាំងលើទិដ្ឋភាពមនុស្សធម៌និងការការពារបូរណភាពទឹកដីនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីកុមារនិងចំនួនប្រដាប់អាវុធលោកកៅឈៀតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានធ្វើឲ្យឆាកអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការទម្លាយតួលេខថាបច្ចុប្បន្នមានកុមារជាង 6,400 នាក់នៅកម្ពុជាកំពុងតែបន្តរងគ្រោះនិងភាសឹកដោយសារតែឥទ្ធិពលសង្គ្រាមនៅចំពោះមុខវិបត្តិនេះកម្ពុជាបានទាមទារឲ្យមានការអនុវត្តច្បាប់អន្តរជាតិឲ្យបានពេញលេញដើម្បីការពារកុមារស្លូតត្រង់ហើយកម្ពុជាមិនត្រឹមតែលើកពីបញ្ហាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីគំនិតផ្ដួចផ្ដើមគំរូទៅកាន់ពិភពលោកនោះគឺការបង្កើតសាលារៀនបណ្ដោះអាសន្ននៅជំរុំដើម្បីធានាថាកុមារភាសឹកទាំងអស់នៅតែទទួលបានការអប់រំនិងជំនួយមនុស្សធម៌ទាន់ពេលវេលាបើទោះបីជាស្ថានភាពលំបាកយ៉ាងណាក៏ដោយព្រមទាំងបានប្រកាសបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការបន្តសហការជាមួយដៃគូអន្តរជាតិទាំងអស់ដើម្បីធានាថាកុមារគ្រប់រូបនៅលើពិភពលោកអាចរស់នៅសិក្សានិងលូតលាស់ដោយមានភាពថ្លៃថ្នូរគ្មានអំពើហិង្សានិងគ្មានការភ័យខ្លាចនៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទការបំពេញចន្លោះខ្វះខាតនៅក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិតំណាងកម្ពុជាបានបន្តសង្កត់ធ្ងន់ចំថាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខគឺត្រូវតែអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាពដោយបានព្រមានយ៉ាងច្បាស់ថាសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ មានអានុភាពគតិយុត្តដាច់ខាតនិងមិនត្រូវបានរងការរំលោភបំពានបើទោះបីជាស្ថិតនៅក្រោមលេសណាមួយក៏ដោយសម្រាប់កិច្ចប្រជុំលើកទី36នៃរដ្ឋភាគីច្បាប់សមុទ្រ UNCLOS ដែលមាន171ប្រទេសចូលរួមវិញលោកកៅឈៀបានទម្លាយប្រាប់ពិភពលោកជាចំហពីមូលហេតុដែលកម្ពុជាគ្មានជំរើសអ្វីក្រៅតែពីការចាប់ផ្ដើមដំណើរការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្រអន្តរជាតិដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយថៃតំណាងកម្ពុជាបានលាតត្រដាងនៅចំពោះមុខថ្នាក់ដឹកនាំកម្ពុជារបស់អង្គការសហប្រជាជាតិថាភាគីថៃបានលុបចោលអនុសារណៈ MOU ឆ្នាំ2001ជាឯកតោភាគីដោយប្រើលេសរាប់សិបដើម្បីគេចវេះពីការចរចានិងថែមទាំងបានប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាទៀតផងការថ្លែងបកស្រាយនិងវាយបកខាងផ្លូវច្បាប់របស់កម្ពុជានៅចំពោះមុខសហគមន៍អន្តរជាតិផ្ទួនគ្នានេះគឺដើម្បីធានាថាការការពារនិងការគោរពអធិបតេយ្យភាពព្រមទាំងសិទ្ធិដែនសមុទ្រស្របច្បាប់របស់កម្ពុជាឲ្យស្របទៅតាមយន្តការច្បាប់អន្តរជាតិដែលពិភពលោកទទួលស្គាល់